បានធ្វើនំបញ្ចុកសោះញ៉ាំរៀងយូរដែរហើយបងប្អូនថ្ងៃនេះមករំលឹកវិជាគុណចាញ់ម្ដងណានំបញ្ចុកសោះនេះអត់ធ្វើឯបានធ្វើនិយាយពីថាមួយមុខតិចមួយឆ្នាំងធំហ្មងបងប្អូនមើលតការលាយទឹកកាពិនិងឆ្នាំងសឡទៅដឹងថាច្រើនប៉ុណ្ណាហើយបងប្អូនជាដំបូងបងប្អូនត្រូវយកគល់ក្រៃម្ទេសល្មៀតល្គុយសើខ្ទឹមសខ្ជាយយកវាទៅក្លុកចូលគ្នាឲ្យសព្វបងប្អូនបន្តមកទៀតយើងលីងខ្ទឹមសរបស់យើងនោះបងប្អូនលីងឲ្យវាឡើងឈ្ងុយឡើងក្រៀមល្អសិនទៅចាំយើងចាក់គ្រឿងដែលយើងក្លុកឲ្យមិញចូលទៅឆាជាមួយគ្នាបន្តមកទៀតចាំយើងចាក់ជើងមាន់ដែលយើងសម្អាតរួចនោះបងប្អូនយើងចាក់ចូលទៅឆាឲ្យវាសព្វចូលគ្នាទៅមើលតែជើងមាន់របស់យើងវាឡើងពណ៌រៀងលឿងហើយចាំយើងចាក់ទឹកចូលឲ្យពេញឆ្នាំងទៅបងប្អូនឆ្លៀតពេលទឹកស្លរបស់យើងអត់តាន់ពុះបងប្អូនយើងងាកមកលាយទឹកកាពិវិញម្ដងណាជាដំបូងបងប្អូនត្រូវជ្រុំអំបិលទុំជាមួយទឹកក្តៅឲ្យរួចរាល់សិនទៅចាំយើងដាក់កាពិដាក់ស្ករដាក់ប៊ីចេងចូលបងប្អូនយើងប្រើអំបិលទុំប៊ីចេងស្កររៀងច្រើនតិចបងប្អូនដោយសារកាពិយើងវាប្រៃណានំបញ្ចុកសោះសំខាន់នេះគេទឹកកាពិអំបិលទុំហ្នឹងហើយបងប្អូនតលាយអត់ឆ្ងាញ់ចប់ហើយលាយទឹកកាពិហើយទឹកស្លរបស់យើងបានពុះល្មមបងប្អូនពីពុះហើយយើងចាប់ផ្ដើមបង់ត្រីចូលណាថ្ងៃនេះដែរខ្ញុំប្រើត្រីត្នេលបងប្អូនដោយសារមានក្នុងទូទឹកកកស្រាប់យើងបង់ត្រីបង់ឈាមបង់តែគួរបង់ផ្សិតត្បើងចូលបងប្អូនបន្តមកទៀតបន្ថែមវាជាមួយម្សៅស៊ុបប៊ីចេងស្ករអំបិលតាមចំណង់ចំណូលចិត្តបងប្អូននៅតាមផ្ទះចឹងណាតិចមើលវីដេអូខ្ញុំហើយឃើញខ្ញុំដាក់មួយវែកដាក់តាមខ្ញុំបងប្អូនឆ្នាំងរបស់ខ្ញុំធំណាស់តើបងប្អូនដាក់តាមខ្ញុំប្រៃឡប់ឡើយបងប្អូនបន្ទាប់ពីទឹកស្លរបស់យើងបានពុះហើយបងប្អូនចាំការទៀតលាយទឹកកាពិជាមួយម្ទេសហឹលចឹងមកឃើញសូបមួយចានបឹបចឹងតិចថាសល់បងប្អូនអត់មានសល់មួយខ្ញុំសោះញ៉ាំតែម៉ត់ឡែវហ្នឹងវីដេអូនំបញ្ចុកសបានចប់ហើយបងប្អូនណាដែលចូលចិត្តនំបញ្ចុកសខ្លះកុំភ្លេច share វីដេអូនេះទាំងអស់គ្នាណាអរគុណ